ខ្ញុំបាទឈ្មោះប៊ុនធៀងជាបុគ្គលិកបម្រើការនៅស្ថានភាពនៅហូតែលបានជាលើកទី1បងបាទការយកឃើញមកខ្ញុំតាក់ទងទៅនឹងការ train នេះទី1យើងទទួលបានចំណេះដឹងថ្មីហើយទី2យើងអាចយកបទពិសោធន៍របស់យើងហ្នឹងបាទជួយជនរងគ្រោះដែលគាត់ខ្វែប្រហែសហើយគាត់លងទឹកលងអីចឹងណាបងហើយក៏បានស្គាល់ជាមួយបងគាត់មកពីស្ថាប័នផ្សេងខ្ញុំបានស្គាល់គាត់ច្រើនខ្ញុំបាទឈ្មោះកើតសំណាងខ្ញុំបាទជាឆ្នាំស្នេហ៍ខ្ញុំប្រចាំការនៅផមលេខ11បន្ទប់ទឹកលេខ8ស្នេហ៍អូត្រេស2បាទខ្ញុំលើកទី4ហ្នឹងលោកគ្រូបាទសំខាន់ការបង្ហាត់ហ្នឹងសំខាន់ដល់ពួកខ្ញុំជាឆ្នាំស្នេហ៍សមុទ្រហ្នឹងគឺសំខាន់ខ្លាំងបាទខ្ញុំមកឈ្មោះហួងហេជាងមកពីមូលដ្ឋានម៉ូតូទឹកបន្ទប់ទី3ចំណាប់អារម្មណ៍របស់ខ្ញុំហ្មងគ្រូបង្គោលទាំងបុក6គាត់បានខំព្យាយាមប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលទាំងការហែកទឹកផងទាំងអាចជំនាញនៃការជួយសង្គមអ្នកដទៃផងអ្វីដែលពិសេសនោះគឺបងបានធ្វើបង្កើតជាការងារក្រុមអញ្ចឹងបងអាចនិយាយថាជាប់បានអាចនិយាយថាយើងបានមានតំណែងតំណងជាមួយគ្នាក្រុមនឹងក្រុមអញ្ចឹងបាទខ្ញុំសារឿនតារាគឹមឆៃហើយជានាយកសាលានៃសាលាបង្រៀនហែទឹកមើលម៉េតបាទហ្នឹងហើយលោកគ្រូចង់សួរលោកគ្រូទាក់ទងទៅនឹងកម្មវិធី Train ឆ្មាំឆ្នេរនេះចង់ដឹងថានេះជាលើកទីប្រមាណហើយដែលសាលាបង្រៀនទឹកមើលម៉ែចោះមកផ្ដល់ការវឹកហាត់ធ្វើដល់ឆ្មាំឆ្នេររបស់ពួកយើងនេះគឺលើកទី2ហើយបាទបើរាប់ពីឆ្នាំ2024មកទល់ឆ្នាំ2026នេះជាលើកទី2ដែលយើងរៀបជូនឆ្មាំឆ្នេរនៃខេត្តសែននោះបាទគោលបំណងសំខាន់នៅក្នុងការរៀបចំការបណ្ដុះបណ្ដាលឆ្មាំឆ្នេរនេះគោលបំណងអីដែរលោកគ្រូនៅក្នុងការបណ្ដុះបណ្ដាលនេះយើងអាចនិយាយថាជាការវឹកវើបំពាក់បន្ថែមនៅសមត្ថភាពនិងការត្រួតពិនិត្យទៅលើកាយសម្បទាគាត់ហើយជាពិសេសនោះមុនចូលឆ្នាំខ្មែរដើម្បីឲ្យពួកគាត់ត្រៀមខ្លួនរួចជាស្រេចនៅក្នុងគោលបំណងធំចំនួន1ដែលក្តោបគោលបំណងតូចជាច្រើនក្នុងនោះគឺការពារសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគាត់មកលេងកម្សាន្តតាមតំបន់ឆ្នេរជាពិសេសនៅក្រុងសែននុកនឹងតែម្ដងបាទ